មានដែរដឹងអត់អ្នកទាំងអស់គ្នាថាមានកន្លែងមួយនៅលើផែនដីរបស់យើងដែលមានរន្ទះបាញ់280ដងក្នុងរយៈពេល1ម៉ោងមកថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែងចម្លែកទាំង4ដែលមាននៅលើផែនដីរបស់យើងភាគ2កន្លែងទី1គឺជាកន្លែងដែលខ្ញុំនិយាយមិញហ្នឹងស្ថិតនៅមាត់ទន្លេកាតាធំបូហូរទៅបឹងមួយដែលមានឈ្មោះថា Maracaibo ដែលបឹងហ្នឹងដែរស្ថិតនៅក្នុងប្រទេសវ៉ាណេស៊ុយអេឡាក្នុង1ម៉ោងមានរន្ទះបាញ់280តែបាញ់ហ្នឹងបាញ់តែពេលយប់ទេមួយយប់បាញ់9ម៉ោងរន្ទះបាញ់បែបហ្នឹងមានរយៈពេល500ឆ្នាំមកហើយវាអាចនឹងមុនហ្នឹងទៀតអា500ឆ្នាំហ្នឹងគឺតាមដែលមនុស្សជំនាន់មុនអាចចំណាំបានក្នុងមួយឆ្នាំកន្លែងហ្នឹងមានរន្ទះជាប់បែបហ្នឹងពី140យប់ទៅ160យប់មានខែរបស់គេខែណាធម្មតាក៏អត់អីដែរមូលហេតុដែលធ្វើឲ្យមានរន្ទះច្រើនគឺដោយសារតែទីតាំងបឹងមួយហ្នឹងអ្នកទាំងអស់គ្នាអាចមើលបានកន្លែងនេះបឹងហើយកន្លែងនេះគឺសមុទ្រហើយជុំវិញបឹងហ្នឹងគឺពោរពេញទៅដោយភ្នំពេលដែលខ្យល់បុកគ្នាបង្កទៅជាផ្គរលាន់ហើយនឹងរន្ទះដល់កន្លែងទី2អ្នកទាំងអស់គ្នាខ្លះប្រហែលជាធ្លាប់ឃើញហើយព្រោះវីដេអូអស់ហ្នឹងគឺល្បីខ្លាំងមែនតើឃើញភ្លឺភ្លឺពណ៌ទឹកសមុទ្រចឹងមិនមែនអ៊ីឌីទេពោលគឺបាតុភូតធម្មជាតិមួយយ៉ាងកន្លែងដែលមានរឿងបែបហ្នឹងស្ថិតនៅក្នុងកោះវ៉ាត់ហូរបស់ម៉ាឌីវមូលហេតុដែលធ្វើឲ្យមានពន្លឺពណ៌ទឹកសមុទ្របែបហ្នឹងដោយសារតែមានជីវៈពន្លឺមួយយ៉ាងមានឈ្មោះថា Phytoplankton ឆ្នេរសមុទ្រមានពន្លឺចឹងមិនមែនមានតែមួយកន្លែងទេនៅលើផែនដីរបស់យើងគ្រាន់តែកន្លែងនីមួយៗមានភាពពិសេសខុសៗគ្នាមកដល់កន្លែងទី3មានឈ្មោះថា Dean Blue Hole នៅក្រៅភពមាន Black Hole តែបើផែនដីយើងវិញមាន Blue Hole ជាផ្នែកមួយនៃសមុទ្រស្ថិតនៅក្នុងប្រទេស Bahamas មើលកន្លែងជុំវិញពណ៌ទឹកសមុទ្រស្រាលៗក៏ប៉ុន្តែកន្លែងនេះវិញឡើងពណ៌ទឹកប៊ិចមកពណ៌ដុតបែបហ្នឹងបញ្ជាក់ពីជម្រៅទឹកអាទឹកសមុទ្ររាក់បាទទឹកប៊ិចហ្នឹងជ្រៅកម្ពស់របស់រន្ធហ្នឹងមានប្រវែង202ម៉ែត្រផ្ទៃក្រោមត្រជាក់ល្ងិតសម្ពាធទឹកខ្ពស់សំខាន់គឺអត់មានអុកស៊ីសែនទេសូម្បីតែសត្វសមុទ្រធ្លាក់ចូលទៅក៏មិនរស់ផងមានអ្នកវិទ្យាសាស្ត្រធ្លាប់ជិះនាវាមុជទឹកចូលទៅដែរក៏ប៉ុន្តែអត់ដែរទៅដល់បាតទេហើយប៉ិតណាដោយសារតែកន្លែងនេះគឺជាកន្លែងភ្ញៀវទេសចរចឹងហើយក៏ធ្លាប់មានអ្នកស្លាប់អ្នកបាត់ខ្លួនដោយសារមុជទឹកកន្លែងហ្នឹងដូចគ្នាសម្រាប់មូលហេតុដែលធ្វើឲ្យកន្លែងនេះរាក់កន្លែងនេះជ្រៅដោយសារនៅសម័យយុគតកគេសង្ស័យថាដីកន្លែងហ្នឹងបានបាក់ពេលតករលាយទៅកម្ពស់ទឹកសមុទ្រក៏កើនឡើងហើយក៏បានបំពេញទឹកនៅក្នុងរន្ធមួយហ្នឹងដល់កន្លែងទី4ចុងក្រោយគេឈ្មោះបកប្រែខ្មែរថាព្រៃរមអ្នកខ្លះទៀតហៅថាដើមឈើស្រវឹងព្រៃនឹងដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ីដោយសាររូបរាងដើមឈើកន្លែងហ្នឹងគឺចម្លែកខាងក្រោមកោងកងិចកងុកហើយបណ្ដោះឡើងលើបើនិយាយពីជំនឿគឺស្តៀងតុក្កតាយើងមើលដែរមានទេវតារមអីចឹងទៅដល់មកដើមឈើហ្នឹងក៏រមទៅតាមដែរបើតាមអ្នកវិទ្យាសាស្ត្រវិញគេសង្ស័យថាដីកន្លែងហ្នឹងវាអត់ល្អមានច្រោះមានហូរធ្វើឲ្យដើមឈើខូចរូបរាងអ្នកវិទ្យាសាស្ត្រផ្សេងទៀតគិតថាដោយសារតែមានខ្យល់បក់ខ្លាំងពេកបើមិនចឹងទេក៏ដោយសារតែពួកជាតិវិទ្យុសកម្មដែរចំពោះហេតុផលដែលខ្ញុំនិយាយមិញហ្នឹងត្រឹមតែជាការប្រហែលសង្ស័យទេហេតុផលពិតប្រាកដច្បាស់លាស់ក៏អត់ទាន់មានអ្នកគេដឹងដែរចាអ្នកទាំងអស់គ្នាវិញបន្ទាប់ពីមើលវីដេអូហ្នឹងហើយចាប់អារម្មណ៍កន្លែងមួយណាជាគេដែរកុំភ្លេចខមមិននៅខាងខ